បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាបងប្អូនMMOទាំងអស់ពីចម្ងាយផងដែរបាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំសូមចេញវីដេអូមួយដែលសារមួយរយៈនេះកូនសិស្សគាត់ឆាតមកច្រើនហើយជាការពិតទៅខ្ញុំក៏ជា MMO ដែរតែលាងដៃក្នុងចានមីហើយដោយសារមានតរៈជាប់ក្របខ័ណ្ឌរត់អញ្ចឹងទៅលាងដៃក្នុងចានមាសចាក់ចេញពីវិស័យ MMO ហ្នឹងតែនៅកូនសិស្សចាស់គាត់ឆាតមកចង់ឲ្យខ្ញុំបង្ហាញពីរបៀបបង្កើត content ដោយប្រើប្រាស់ AI ដើម្បីជាជំនួយក្នុងការផលិត original video អញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងក៏មានពេលតនេឆ្លៀតមកចេញវីដេអូមួយអញ្ចឹងហើយក៏សូមខន្តីអភ័យទោសពីសំណាក់មេ MMO បងប្អូនទាំងអស់គ្នាដែលគាត់ចេះ start លើជំនាញមួយហ្នឹងណាអញ្ចឹងអធិស្ឋាននេះជាការចែករំលែកគ្រាន់តែគោលបំណងមួយចង់ឲ្យជាជនកម្ពុជាយើងក៏ដូចជាយុវវ័យយើងក្មេងៗជំនាន់ក្រោយបងបងប្អូន MMO ដៃថ្មីឲ្យគាត់ចេះឲ្យគាត់ដឹងពី AI ឥឡូវគឺដើរដល់ណាហើយគឺយើងអាចបង្កើតវីដេអូបានដោយធ្វើវាចេញជា original video លុបបំបាត់ការលួចចម្លងលួច content គេយកមកប្រើយកមកបង្ហោះដើម្បីរកប្រាក់ចំណូលផ្សេងៗអញ្ចឹងទៅអញ្ចឹងដោយសារឥឡូវសម័យបច្ចេកវិទ្យាគេដើរដល់សម័យ AI អញ្ចឹងយើងត្រូវ update ពិវត្តខ្លួនឯងទៅជាសម័យ AI ដូចគ្នាហើយក៏សូមអរគុណដល់មេមួយចំនួនមួយរយៈនេះឃើញពួកគាត់ចែកម្លែកច្រើនសូមអរគុណដើម្បីចំណេះដឹងប្រជាជនយើងទាំងអស់គ្នាក៏ដូចជាយុវវ័យយើងឲ្យគាត់ចេះស្វែងរកបង្កើត content ដើម្បីរកប្រាក់ចំណូលផ្សេងៗអញ្ចឹងដូចវីដេអូនៅក្នុង background នេះស្រេចគឺវីដេអូទាំងអស់ហ្នឹងគឺខ្ញុំបង្កើតចេញពី AI មកទេអញ្ចឹងគឺយើងធ្វើប្រភេទចុងភៅមានឆ្មាមានឆ្កែអញ្ចឹងទៅគឺយើងប្រផុសគណិតយើងតាមពាក្យកន្លឹះដែលយើងសរសេរហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំផ្ដោតទៅលើពាក្យកន្លឹះដោយសារសង្កេតឃើញថាបងប្អូនយើងយុវវ័យយើងមួយចំនួនគាត់ខ្សោយភាសាអង់គ្លេសមានថាគាត់ចេះគាត់ខ្សោយហើយពិបាកក្នុងការសរសេរពាក្យកន្លឹះអីផ្សេងមួយដើម្បីឲ្យ AI វាបង្កើតអញ្ចឹងខ្ញុំផ្ដោតទៅលើអក្សរខ្មែរបណ្ដោយគឺបានន័យថាខ្ញុំធ្វើជំហានពីអក្សរខ្មែរអាប់ដេតទៅអក្សរអង់គ្លេសយកអក្សរអង់គ្លេសហ្នឹងទៅបង្កើតជាពាក្យកន្លឹះដើម្បីឲ្យវាចេញជារូបភាពយករូបភាពទៅដាក់ចេញជាចលនាបង្កើតជាវីដេអូ clip អញ្ចឹងទៅអញ្ចឹងខ្ញុំសូមចែកម្លែកត្រួសទេហើយលំអិតគឺយើងអនុវត្តជាក់ស្ដែងខ្លួនឯងដោយសារយើងនៅស្រាប់ហើយបច្ចេកវិទ្យា AI គឺមានមុខងារច្រើនណាស់សម្រាប់យើងអញ្ចឹងគឺយើងត្រូវតែដើរទាន់សម័យកាលអញ្ចឹងខ្ញុំសូមចូលទៅប្រធានបទយើងតែម្ដងនេះគឺជា background វីដេអូសម្បែកអញ្ចឹងនៅក្នុងហ្នឹងគឺខ្ញុំមានមេរៀនឬក៏ website ហ្នឹងចំនួន6ចំណុចធំតែខ្ញុំបានដាក់ហ្នឹងទី1គឺ OpenAI ChatGPT អាហ្នឹងគឺសម្រាប់បង្កើតពាក្យកន្លឹះស្អីទៅពាក្យកន្លឹះហ្នឹងមានន័យថានេះគឺពាក្យដំបូងដែលយើងត្រូវធ្វើវាអញ្ចឹងខ្ញុំសូមលម្អិតតែជាភាសាខ្មែរទេរួចខ្ញុំនឹងយកភាសាខ្មែរហ្នឹងទៅដាក់ជាអង់គ្លេសដើម្បីបង្កើតជាពាក្យកន្លឹះងាយស្រួលក្នុងការបង្កើតរូបភាពដើម្បីយករូបភាពហ្នឹងមក generate ជាវីដេអូអញ្ចឹងwebsite ទី2គឺសម្រាប់យកពាក្យកន្លឹះបង្កើតជារូបភាពបានន័យថាទី1គឺយើងបង្កើតពាក្យកន្លឹះបានរួចគឺត្រូវយកពាក្យកន្លឹះហ្នឹងដើម្បីឲ្យវាបង្កើតទៅជារូបភាពស្អាតតាមចំណង់ចំណូលចិត្តតាមតម្រូវការរបស់យើងអញ្ចឹងទៅទី3នោះគឺបានន័យថាយើងបង្កើតរូបភាពរួចគឺយើងត្រូវយករូបភាពហ្នឹងទៅធ្វើជាវីដេអូតាមពាក្យកន្លឹះដែលយើងបានបង្កើតហ្នឹងហើយទី4ហ្នឹងគឺដូចគ្នាអញ្ចឹងពី website AI នេះគឺរបៀបបញ្យករូបភាពទៅធ្វើជាវីដេអូតាមពាក្យកន្លឹះដូចគ្នាហើយ website ទី5នោះគឺបង្កើតសំឡេងតាមពាក្យកន្លឹះបានន័យថាយើងមានវីដេអូសម្បើកវិញឧទាហរណ៍ថាវីដេអូមួយហ្នឹងចឹងណាបង្កើតវីដេអូមួយហ្នឹងបានរួចគឺយើងត្រូវប្រើសំឡេងធ្វើម៉េចឲ្យវា symmetry ជាមួយនឹងវីដេអូមួយហ្នឹងបានន័យថាយើងប្រើ website មួយហ្នឹងដាក់វីដេអូមួយហ្នឹងទៅតាមពាក្យកន្លឹះរបស់យើងអញ្ចឹងវានឹងបង្កើត sound effect ឲ្យយើងដើម្បីឲ្យ symmetry ជាមួយនឹងពាក្យកន្លឹះមួយហ្នឹង symmetry ជាមួយនឹងសាច់វីដេអូមួយហ្នឹងដែលយើងបានបង្កើតវាពីមុនមកអញ្ចឹងណាបាទតទៅមួយចំណុចទៀតមានន័យថាបានទាំងអស់រួចគឺយើងត្រូវប្រើកម្មវិធីកាត់តអញ្ចឹងគឺខ្ញុំ recommend ឲ្យប្រើកម្មវិធី CapCut គឺស្រួលធ្វើលើទូរស័ព្ទដៃក៏បានលើកុំព្យូទ័រក៏បានតែខ្ញុំនេះគឺសូមបង្ហាញលើកុំព្យូទ័រអញ្ចឹងតោះចូលទៅជំហានដំបូងអញ្ចឹងជំហានដំបូងគឺយើងត្រូវមាន Gmail មួយសិនរាល់ AI ទាំងអស់នេះគឺទាមទារឲ្យមាន Gmail ដើម្បីបង្កើតជា account មួយអញ្ចឹងខ្ញុំសូមបើកនេះខ្ញុំមួយ browser ខ្ញុំមួយអញ្ចឹងឧទាហរណ៍ថាមួយនេះអញ្ចឹងជំហានទី1គឺ website ChatGPT ខ្ញុំចង់ copy តែ save បណ្ដោយទៅ
ពេលយើង search OpenAI មកបាទ OpenAI អញ្ចឹង OpenAI នេះអញ្ចឹងនៅពេលដែលយើងបង្កើតបានបែបនេះសួរតែប្រើបាននៅទេគឺយើងត្រូវតែ log in មួយសិនដើម្បីឲ្យវាចាប់យក Gmail របស់យើងសិនដើម្បីឲ្យយើងមានគណនីមួយសម្រាប់ប្រើប្រាស់ជាមួយនឹង OpenAI ហ្នឹងបាទ ChatGPT អូខេ connect log in បាទខ្ញុំយក connect ជាមួយនឹង Google បាទ Gmail សូម connect យក continue អូខេដាក់ឈ្មោះបាទដាក់ឈ្មោះឲ្យដាក់ទៅថ្ងៃខែឆ្នាំកណាតអូខេ continue អញ្ចឹងខ្ញុំធ្វើតាមមួយ step ទៅមួយ step ឲ្យអូខេ let's go បានអញ្ចឹងខ្ញុំសូមបិទអានេះឥឡូវយើងបានចំណុចទី1ហីដែលមាន6ចំណុចរបស់យើងនឹងចំណុចទី1គឺយើងបង្កើតបាន ChatGPT ដើម្បីបង្កើតពាក្យកន្លឹះអញ្ចឹងពាក្យកន្លឹះនេះគឺខ្ញុំសរសេរគំរូឲ្យនេះជាគំរូពាក្យកន្លឹះរបស់ខ្ញុំសរសេរជាភាសាខ្មែរដែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាបងប្អូន MMO ដៃថ្មីអាចយកពាក្យកន្លឹះជាភាសាខ្មែររបស់ខ្ញុំនេះទៅ generate ជាភាសាអង់គ្លេសដើម្បីឲ្យវាបង្កើតទៅជាពាក្យកន្លឹះជាភាសាអង់គ្លេសងាយស្រួលក្នុងការ search អញ្ចឹងមានន័យថាភាសាអង់គ្លេសគឺវាស្គាល់ច្រើនជាងភាសាខ្មែរតែជំហានដំបូងគឺយើងផ្ដើមចេញពីអក្សរខ្មែរបើថាយើងមិនសូវជាអ្នកបកកែអង់គ្លេសក្នុងការសរសេរគឺសរសេរជាខ្មែរអញ្ចឹងសិនមកសរសេរជាខ្មែររួចឲ្យអា ChatGPT ហ្នឹង generate វាទៅជាភាសាអង់គ្លេសដើម្បីយកមកបង្កើតជារូបភាពអូខេឥឡូវខ្ញុំសុំ copy តែម្ដង Ctrl C មកបាទអញ្ចឹងខ្ញុំសុំចូលទៅ ChatGPT យើងវិញមិញខ្ញុំសរសេរជាភាសាខ្មែរដូចគ្នាចូលបំលែងពាក្យស្អីខុសបានខ្ញុំសរសេរបាទជាស្រ័យមានផ្គរហើយអញ្ចឹងខាងមួយខ្ញុំផាសបាទអញ្ចឹងខ្ញុំចុចឲ្យវា generate ឲ្យយើងបំលែងឲ្យយើងបាទអូខេអញ្ចឹងនៅពេលនោះគឺវាបំលែងបានហើយនេះឃើញទេអញ្ចឹងខ្ញុំសុំ copy ពាក្យនឹងទុកមកដាក់ចូល note យើងវិញមកបាទដាក់ខាងក្រោមនេះបន្តមកទៀតយើងចូល website ទី2ខ្ញុំសុំ copy paste ទៅលឿនដោយសារ community វីដេអូវែងហើយមេឃផ្គរហើយជាស្រ័យខាងខ្ញុំចិត្តភ្លៀងហើយ record តាមពេលមេឃផ្គរបាទ website ទី2ដូចគ្នាយើងត្រូវសັບវាមកបង្កើតគណនីមួយសិនបាទនេះ automatic អញ្ចឹងនៅ browser របស់យើងមិនមាន Gmail ក្នុងនឹងស្រេចគឺស្រួលទេបាទអូខេបានអញ្ចឹងខ្ញុំសុំយកពាក្យកន្លែងនេះ create បាទ start next នេះថ្មីគឺវាបែបនេះបាទ next ទៀតអូខេអញ្ចឹងអូយយូរដែរណា finish អូខេអញ្ចឹងតានេះកន្លែងដាក់ហើយអញ្ចឹងពាក្យដែលយើង generate មិញហ្នឹងពាក្យកន្លឹះដែលយើង generate មិញហ្នឹងអូខេអូខ្ញុំសុំឲ្យវាបង្កើតមួយទៀតសិនអូខេចេះសិនផ្លេចបង្កើតពាក្យកន្លឹះថ្មីមួយទៀតសិនធ្វើក្នុង AI សិនរំលងមកចំណុចបាននេះអញ្ចឹងមានន័យថាឲ្យវាបង្កើតពាក្យកន្លឹះហ្នឹង10ពាក្យកន្លឹះដើម្បីងាយស្រួលក្នុងការយកមកមិនកាំងត្រឹមមួយហីសម័យ
កើតជារូបភាពណាណោះបាទនេះចឹងអធិស្ឋានមុនដំបូងដោយសារនេះវាខុសនេះបើយើងប្រើពាក្យនេះមកតនេះនៅដក clear ថែម y វានឹងបង្កើតជារូបភាពឲ្យយើងអញ្ចឹងខ្ញុំសុំកែពាក្យទៅនឹងបន្តិចដែលយើងបដូរទៅនឹងដាក់នេះហើយលីនឹងមកវានឹងបង្កើតជាពាក្យកន្លឹះឲ្យយើងនេះបានចំនួន10អញ្ចឹងខ្ញុំចង់បាន10អញ្ចឹងខ្ញុំ copy ពាក្យកន្លឹះទាំង10ហ្នឹងសិនបាទ copy វាមក copy ទុកដាក់ក្នុង note យើងវិញបាទអញ្ចឹងមិញយើងកែទៅនេះយើងគ្រាន់តែលុបសញ្ញាដកនោះមកថែម y ថែម ly ដក clear មកយកពាក្យកន្លឹះនឹងទៅប្រើអញ្ចឹងអានេះ10មិញដែលយើងបានបាទអញ្ចឹង10បានហើយនេះ1 3 4 5 6 10អញ្ចឹងខ្ញុំសុំ copy ពាក្យកន្លឹះទី1នេះចូលទៅ website AI យើងទី2មិញហ្នឹងនេះបាទអានេះចានេះទី2ហាស់វាចូលមករួចចុច send នេះសញ្ញា send ឬក៏ control enter ហើយវាទៅវិញហ្នឹងឃើញទេអញ្ចឹង copy ពាក្យកន្លឹះទី2ចូលមកពេលដែលវាកំពុងបង្កើតយើងដាក់ទី2ចូល plug មកបាទបានរូបទី1ហើយទី2ហើយទី3មកអញ្ចឹងបាច់ខ្វល់នេះវានៅជាប់ពាក្យហ្នឹងណាមួយក៏វានៅជាប់vớiយើងពេលដែលយើង download យើង rename ខ្លួនឯងមក1 2 3អីចឹងមកខ្ញុំសុំដាក់ឲ្យបានទាំង10ហ្នឹងបាទជាស្រ័យមេឃភ្លៀងហ្នឹងអញ្ចឹងខ្ញុំសុំ record វាលឿនបន្តិចហើយដោយសារមេឃភ្លៀងឬក៏បើសិនជាភ្លៀងខ្លាំងខ្ញុំសុំ skip សិន skip វីដេអូសិនបាទប្រភេទឆ្កែនេះខ្ញុំធ្វើប្រភេទឆ្កែឲ្យឆ្កែជាអ្នកធ្វើម្ហូបអូខេដល់ទីម៉ែនណាបាទសុំប៉ុណ្្នឹងសិនដោយសារមេឃភ្លៀងហ៎អញ្ចឹងយើងបានហើយនេះឃើញទេអញ្ចឹងខ្ញុំសុំ save វាទុកអញ្ចឹង save ស្រួលទេចុចសញ្ញាព្រួយ download នេះ1វា download ដល់យើងអញ្ចឹងខ្ញុំ rename មកនេះខ្ញុំ rename ថា1បាទទី2ដើម្បីឲ្យវាចំណាំជាមួយនឹងពាក្យកន្លឹះរបស់យើងលេខ3ជាស្រ័យមេឃភ្លៀងខ្លាំងហើយខ្ញុំសុំ record តបន្តិចទៀតខ្ញុំបិទហើយ3លេខ4ខ្ញុំសុំដល់ប្រព័ន្ធនេះសិនដោយសារមេឃភ្លៀងចាំប្រើ tool ទី3 AI ទី3ចាំយើងបន្តវីដេអូទៀតដោយសារមេឃភ្លៀងខ្លាំងខ្ញុំសុំបិទកុំព្យូទ័របិទការ record សិនខ្ញុំខាត់វាទៅទុកកន្លែង folder យើងមកដុំសិនបាទនេះអូខេបានហើយមួយវីដេអូចាស់នេះខ្ញុំលុបចោលបណ្ដោយទៅដោយសារយើងនេះហើយបាទ1 2 3 4 5នេះលុបចោលទៅអញ្ចឹងពាក្យកន្លឹះរបស់យើងគឺមាន5ដូចគ្នាខ្ញុំធ្វើដល់ចំណុចលេខរៀងទី5នេះ1 2 3 4 5តិចទៀតយើងនឹងយកពាក្យកន្លឹះទាំងអស់ហ្នឹងទៅបង្កើតជាវីដេអូឲ្យ symmetry ជាមួយនឹងរូបភាពរបស់យើងតែឥឡូវនេះភ្លៀងខ្លាំងខ្ញុំសូមបិទការ record ប៉ុណ្ណេះសិនរាំងភ្លៀងខ្ញុំនឹងបន្ត record ជូនទៀតជួបគ្នានៅវគ្គ2តោះអូខេឥឡូវយើងបន្តទៀតដោយសារមេឃភ្លៀងរាំងហើយអញ្ចឹងយើងដល់ចំណុចទី2ហើយបង្កើតបានជារូបភាពហ្នឹងណានេះអញ្ចឹងខ្ញុំសូមប្រើ AI ទី3បាទខ្ញុំ copy យកទៅ paste ម្ដងបាទអញ្ចឹងខ្ញុំ clear ចោលអស់ហើយមិញចូល AI ទី3បាទ AI ទី3ដូចគ្នាត្រូវតែ connect ជាមួយនឹង Gmail របស់យើងមកបាទរងចាំបន្តិចអូខេបានហើយអញ្ចឹងនៅ Gmail website AI ទី3ហ្នឹងគឺគេគិតជាបន្ទុកណាអញ្ចឹងយើងមាន1100បន្ទុកអញ្ចឹងខ្ញុំយកពាក្យថា create video បាទមកដល់ទៅនេះគឺយើង upload រូបភាពយើងចូលមករូបភាពដែលយើងបង្កើតបានមិញខ្ញុំបង្កើតបាន5មិញហ៎បាទនេះអញ្ចឹងខ្ញុំយកអាទី1
យើងធ្វើតាម step by step យកចំណុចទី1សិន open វាមកអញ្ចឹងទៅនេះយើងត្រូវ copy ពាក្យកន្លឹះដែលយើង generate ពី AI មកមិញហ្នឹងណាពី ChatGPT ហ្នឹងនេះទី1របស់យើងនេះឃើញទេនេះអញ្ចឹងខ្ញុំសុំ copy ទាំងអស់បាទ copy ចំណុចទី1របស់យើងដោយសារមាន10ខ្ញុំយក10រូបតែខ្ញុំបង្កើតបានតែ5ដោយសារមានភ្លៀងផាសវាមកនេះម្ដងគេវាយកពីយើងពី30បន្ទុកអញ្ចឹងខ្ញុំសូមចុចលើវាដើម្បីវា generate ទៅនេះវាបង្កើតជាវីដេអូហើយតែសូមបញ្ជាក់បន្តិចគឺវាបង្កើតបានលក្ខណៈ short ណា6វិនាទី6វិនាទីអញ្ចឹងមានន័យថាយើងត្រូវយកបង្កើតឲ្យបានច្រើនមកដើម្បីយកវាមកកាត់តបញ្ចូលគ្នាទៅដើម្បីឲ្យបានវីដេអូ short 1នាទីឬក៏អីចឹងទៅតាមការធ្វើរបស់យើងអញ្ចឹងវាចាប់ផ្ដើម generate យើងនេះបាទខ្ញុំសុំចូល website ទី4បណ្ដោយ website សលេងនេសានេះវានៅ download យូរយឺតលឿនគឺអាស្រ័យតាមអ៊ីនធឺណិតអញ្ចឹងវានៅយូរនេះឃើញទេខ្ញុំសុំចូល website ទី4គឺ sound បង្កើត sound website ទី5អធិស្ឋាន website ទី4គឺដូចគ្នាទេបង្កើតរូបភាពទៅជាវីដេអូអញ្ចឹងសូមអត់ចូលទី5តែម្ដងទី5មានន័យថាយកពាក្យកន្លឹះទៅបង្កើតជា sound នេះ symmetry ជាមួយនឹងវីដេអូដែលយើង generate មកនេះអូខេបាទ get មកនេះ free ជាមួយនឹង Google ដូចគ្នាហើយវាចាប់អូតូម៉ាទិកទៅដោយសារយើងមាន Gmail ក្នុងនឹងអញ្ចឹងណា continue ចឹងនេះប៉ុន្មានភាគរយហើយ33អូខេ continue ដាក់ឈ្មោះថ្ងៃខែឆ្នាំកណាតយ៉ាលើបាទយើងរើសមួយមកយកប្រភេទYouTube ហើយយក personal user បាទយក order ហើយយកប្រភេទទៅ start ដែរណាខ្ញុំនឹងអង្គុយរើសយូរខាតពេលបន្តមកទៀតគឺយើង scroll ចុះមកក្រោមមកយើងយកពាក្យថា sound effect នេះ sound effect បាទអញ្ចឹងយើងផាសមក copy ពាក្យកន្លឹះរបស់យើងមិញណាកន្លឹះទី1នេះឃើញទេ copy វាចូលមកបាទយកមកផាសកន្លែងទៅហ្នឹងតមកទៀតឲ្យវា generate ឲ្យអញ្ចឹងវានឹង generate បាន4 sound នៃយើងអញ្ចឹងយើងត្រឡប់ទៅមើលនេះបាទពេញឃើញទេពេញអញ្ចឹងយើងអាច download បាននេះចុច download វាមកវាមាន6វិនាទីអញ្ចឹងពេញលឿននេះខ្ញុំសូមខាត់វីដេអូនឹងចេញទៅអូខេខាត់យកទៅដាក់ជាមួយនឹង folder វីដេអូរបស់យើងនេះនេះខ្ញុំបាត់ចោលអូខេនេះអញ្ចឹងទី1យើងបានវីដេអូហើយខ្ញុំ rename ឲ្យ symmetry ជាមួយគ្នាលេខ1បាទនេះលេខ1នេះរូបភាពនេះវីដេអូអញ្ចឹង play វីដេអូឲ្យមើលបាទនេះជាវីដេអូញញឹមបាទវីដេអូអញ្ចឹងខ្ញុំសុំទៅ down sound សិនបាទបានឯ sound ដូចនេះអញ្ចឹង play ស្ដាប់សិនទៅបាក់ហេយក sound មួយនឹងបណ្ដោយណា down បានលឿនទេ sound ណោះ play បានគប់ខាត់វាយកទៅដាក់ដូចគ្នាអញ្ចឹងអានេះខ្ញុំប្រើដូចគ្នាខ្ញុំ rename ដាក់លេខ1ដើម្បីកុំឲ្យច្រឡំគ្នាអូខេចូលរូបភាពទី2ខ្ញុំសុំធ្វើតែ2រូបទេណាដោយសារកុំឲ្យនីតិវីដេអូយើងវាវែងអញ្ចឹងរូបភាពទី2នេះបាទហើយវាពិសេសខ្ញុំសុំទៅខាត់អាទី2យកមកដាក់នេះអាយ៉ាបាទទី2លុបអាទី1នេះចោលតែចូលឲ្យវា generate ដូចគ្នាបាទវាចាប់ផ្ដើមហើយខ្ញុំសុំធ្វើតែ2រូបភាពហ្នឹងទេបើសិនតែធ្វើទាំង5វាយូរចំណាយពេលវេលាយូរនាទីវីដេអូយើងក៏យូរដែរអញ្ចឹង sound ដល់វា sound ដូចគ្នាខ្ញុំសុំលុបអាចាស់ចោលខ្ញុំដាក់ sound ទី2ចូលឲ្យវា generate sound ឲ្យយើងអញ្ចឹងវា generate ដូចវានៅលើនេះ sound ហ្នឹងអានេះវាចាប់ផ្ដើមចង់កាំងបាត់ដែរ Open AI អញ្ចឹងយើងចង់ធ្វើបន្តទៀតយើងថែមមកដូរនេះរបស់យើងមកយើង3 4នេះដូរមក
đồ pi cần lực bao giờ mới dân trong phơi ấy giấy đồ móc pi sky tới chma tới sky tới tia tới ấy chẳng tới chẳng ở đây thì dân trong phơi xe chỉ khmer rút ở bên generate màu nói thêm cho ta đã tới ở vì bạc cá trên chía bị cần lực trong nút đập ở dương đưa có bát thiên ở bát trong nút đập ở dương nằm bây ở dương vô bát thiên ở bát tầng nắng bạc cá trên chía rút phiếp vô biết tới phơi chi video thêm hợp một phải pí chẳng sao mà dứt man cái này nhưng play mơ rút phiếp dân phong liên tật ok vô sau nâng đầm đòn tới chẳng là bây giờ dân cắt to trong dân anh chạy đành và tha đã sau nâng viên mình si cho mùi nâng video dân tế dân đâu sao dân anh đau là sau TP mà này nếu vì miền buôn sao này dân mà đòn đó cái miền buôn sao bà này TP à TP tới tới đã tít 7 mà 7 tới đã tít buôn nâng mà chẳng chạy đành là bây giờ dân cắt thế chẳng nhom xong ba khét hỏi chẳng cho bố khét tí bùa tí bờ môi chọc mọt là hột chẳng nè tí bờ môi cứ cầm thi cắt tỏ chẳng cầm thi khép khát nhỉ vừa lừa computer của bạn tôi sập của bạn chẳng nhom down về rồi vậy chẳng nằm bay đi bán những trâu từ website với nó này copy link nâng má sân gì nó computer toàn miến đó nè nhưng down màn này download nào tới vì download để dương này hỏi do mà install từ làng thành năng lươn đi chẳng là sao nhom từ làng hỏi nhom xong ba pra tầm đòn bà pin đấy bà vô bịa create project bà create sân má bà bàn khép khát tầm rong khép khát má này chắc ngày đấy có pin đi kia chắc nhom xong down ok bán này video khép đi trên má đã cho không folder bao giờ rename đã lịch pi ok chắc nhom xong thơ tập pi đi sẵn bà lịch mối lịch pi này chắc là bồn bà khép khát dương hói ok nhung xong tiên video tìm môi trồ ní video tìm mùi bà giờ đi lại trâu chẳng ạ bà dân đô tầm hùng dừng rồi tầm hùng mới thay dân trong anh bạn nè nhung xong vô tầm rong bàn tranh trong sông đô tầm hôm sắn bà cho lại tầm năng máu do tầm hôm bà mở bị chó tầm 4 đập mùi bà này do 4 đập mùi đâu mất bà ấy tầm hôm 4 đập mùi chẳng giống mới video giống vì rút rê mà ta được cái này chẳng dương zoom vì mà thằng mới vì bắn tầm hôm đập mùi đâu mà hai lúc bắt logo phóng ní thằng mới bắt logo đang tới vì bắt logo đang tới thằng mới bơ video dương viên chẳng này mà ok bắt nữa bà bắt logo ấy play sao mới ok đã sound chưa sound bao dương mình định muối bà nick sound định muối đã sound chỗ mở mới bị xì hết nhưng xong cắt sound tích giờ sound bị trầm đi tao bình delete và nhầm play bị down tới sẵn chẳng sound dướng cây bị cá bên nơi trầm nì và đã bị trầm này tao bình bây giờ sound này dân đã mới dân sere với symmetry cho môi trong video dân phó và tới đây là xí xong bật chẹt lên con này hết play sao mời sao máy ok ban tân năng thật tâm đi chào bà tiên với tôi TP chỗ
ទី1ទី2អូខេអញ្ចឹង2នេះបាន12វិនាទីអញ្ចឹងក៏ទឿដូចគ្នាទាញបរិចវាមកវីដេអូ2នេះដូចជាលើបរិចព្រមបន្តិចវិញព្រមបន្តិចធ្វើម៉េចយើងលុបវត្ត logo បន្តិចទៅបានហើយមកយកច្រើនពេកហេ play សិនមើលអូខេអញ្ចឹងខ្ញុំសុំទាញមកបន្តិចដើម្បីឃើញកូនឆ្កែនេះផងណែអូខេដាក់ sound ទី2យកទាញសេរីសិនមើលអញ្ចឹង sound ទី2យើងយកពីត្រឹមនេះព្រោះមានការវាយទឹកបាទundo វាបន្តិចសិនចឹងតនេះវាយទឹកនៅតនេះចឹងតនេះខ្ញុំសុំកាត់តនេះកាត់ចំណុចតនេះយកវាមកដាក់ពីក្រោយនេះវិញតនេះកាត់ចោលទៅអូខេ play ពីដើមទៅវិញអូខេ render ចេញ export យក 4K បាទ 4K ខ្ញុំយក60 frame ដោយសារវា short ទេយើងយកឲ្យធំៗបណ្ដោយទៅរើសទីតាំងទុកកែឈ្មោះខ្ញុំដាក់ថាបាទ final 001 exportបាទអូខេបិទចោលអស់អញ្ចឹងយើងមើលនេះ final video របស់យើងបាទអូខេអញ្ចឹងអរគុណច្រើនចំពោះការចែករំលែកប៉ុណ្ណេះដោយសារកុំឲ្យនីតិវីដេអូយើងវែងពេកអញ្ចឹងនៅសល់រូប2 3សន្លឹកទៀតចាំយើងធ្វើតាមក្រោយទៀតអញ្ចឹងឥឡូវយើងធ្វើបានហើយពាក្យកន្លឹះបង្កើតទៅជារូបភាពយករូបភាពទៅបង្កើតទៅជាវីដេអូធ្វើតាមរយៈ AI អូខេអរគុណច្រើនអញ្ចឹងចំពោះការខុសឆ្គងនៅក្នុងវីដេអូដោយអចេតនាណាមួយក៏សូមខន្តីអភ័យទោសពីសំណាក់មេ MMO បងប្អូនទាំងអស់គ្នាដែលបានស្ទាត់លើជំនាញមួយនេះអញ្ចឹងនេះគ្រាន់តែជាការចែករំលែកកន្លឹះបន្តិចបន្តួចសម្រាប់ឲ្យយុវជនយើងក្រោយៗហ្នឹងឬក៏ MMO ដៃថ្មីហ្នឹងងាកត្រឡប់មកប្រើប្រាស់ AI ដើម្បីបង្កើតជា content original លុបបំបាត់ការលួចចម្លងហើយព្រោះអីបរទេសគេធ្វើច្រើនហើយ content ប្រភេទអញ្ចឹងគឺផ្ទុះខ្លាំងហ่ะបរទេសគេធ្វើច្រើនអញ្ចឹងចង់ឲ្យប្រជាជនយើងយុវជនយើង MMO ដៃថ្មីព្យាយាមធ្វើម៉េចបង្កើតប្រាក់ចំណូលដល់ខ្លួនឯងវិស័យ MMO លុយធ្លាក់ពីលើមេឃមានសមត្ថភាពប៉ុណ្ណាយកប៉ុណ្ណឹងមកចាយមកអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត